một linh thìយើងធ្វើទៅជួយមុខនេះគឺយើងបន្តធ្វើរហូតដល់តែស្រុកទេសរបស់យើងធម្មតាវិញបងប្អូនទាំងអស់គ្នានៅបាត់ដំបងអាចចូលរួមជាកម្លាំងបានព្រោះយើងខ្វះកម្លាំងជួយលីងជួយកោគ្រឿងបងប្អូននេះជាសមិទ្ធផលថ្ងៃនេះដែលបងប្អូនទាំងអស់គ្នាបានជួយជាថវិកាហើយនិងកម្លាំងយើងធ្វើបានតែ7-500 គីឡូឯងបងប្អូនដោយសារតែអស់អំបិលប្រូម៉ូសិនហ្នឹងគេធ្វើអត់ទាន់ទេបងប្អូនអើយបងប្អូនខ្លះមិនដែលស្គាល់គ្នាទេគ្រាន់តែឮថាត្រូវការជំនួយមកជួយទៅកម្លាំងជួយទាំងនេះហើយបងប្អូនដែលគេហៅថាឈាមជ័រតែមួយចិត្តដល់ថ្លៃថ្លានេះមិនអាចកាត់ថ្លៃបានទេខ្ញុំនិយាយមកខ្ញុំខឹងមេអត់គួរភ្លៀងពេលហ្នឹងសោះចាមេនេះឲ្យមកភ្លៀងខែហ្នឹងអត់គួរភ្លៀងសោះមេអត់ត្រូវភ្លៀងសោះស្រងក៏នោះកណាល់ភ្លៀងកូនអើយមានបានលឹកទីដាក់ហើយរត់ចោលស្រូវចោលអង្គមេភ្លៀងអស់ស្រងក៏អស់នេះភ្លៀងឥឡូវមិនដឹងធ្វើមិនទេយើងឲ្យតែរួចមកគ្រាសិនធ្វើមិនទេចាខ្ញុំជូនជាមួយនឹងទឹកផ្លែឈើយកចាហើយជាមួយក្អែហើយនឹងថ្នាំពេទ្យនេះសម្រាប់ថ្នាំនេះវិញថ្នាំផ្ដាសាយហើយមួយនេះថ្នាំក្តៅខ្លួនឈឺក្បាលអីចឹងអ៊ំហើយនេះប្រេងកាឡាដែរអរគុណច្រើនអ៊ំអញ្ចឹងខ្ញុំទៅហើយអរគុណបងអរគុណចាសួស្តីបងប្អូនទាំងគ្នាឥឡូវនេះខ្ញុំកំពុងតែនៅទីតាំងអ៊ីតមួបតតែម្ដងហើយឥឡូវនេះក៏ត្រូវការកម្លាំងមនុស្សច្រើនដែរជាពិសេសកម្លាំងមនុស្សប្រុសសម្រាប់លើកអវ៉ាន់ឡើងលើឡានអីផ្សេងអញ្ចឹងណាអ្នកនរគ្នាហើយសម្រាប់ទីតាំងអ៊ីតមួបនេះគឺយើងនៅបើកទទួលធម្មតាពីមុនគាត់បើកពីម៉ោង3រហូតដល់ម៉ោង9តែឥឡូវនេះគឺម៉ោង10កន្លះហើយគឺនៅមានបងគាត់នៅធ្វើជំនួយឬក៏រៀបចំម្ហូបអាហារហ្នឹងនៅតែបន្តដដែលទេហើយទីតាំងមួយទៀតសម្រាប់អ្នកខេត្តកពតចាំបាច់ដែលអាចប្រើប្រាស់បានទៅបងជនភៀសសឹកអាចយកទៅដាក់បាននៅហាងពិសាស៊ុបសាច់អាំងដែលខ្ញុំនឹងដាក់ទីតាំងនៅខាងក្រុមខមមិនសម្រាប់នៅខាងដូចជាខ្ញុំឃើញនៅខាងបងវិនម៉ាតដែលនៅខាងទូតពុងពួកគាត់ក៏មានទទួលជំនួយដែរអញ្ចឹងជំនួយពួកគាត់គឺទទួលគ្រប់សពតែបើសម្រាប់ពួកបងនៅខាងកពតគឺគាត់អត់ទទួលជាមួយនឹងថវិកាទេគឺគាត់ទទួលតែស្បៀងជាមួយនឹងអាហារឬក៏សម្ភារៈប្រើប្រាស់ផ្សេងទេលុយមួយដុំលើដៃខ្ញុំហ្នឹងគឺបងប្អូនសិស្សសាលាដែលគាត់បានចូលរួមតាមមូលនិធិរបស់ខ្ញុំកាន់លុយមួយដុំហ្នឹងហើយខ្ញុំទុកទឹកភ្នែកអត់រួចទេបងប្អូនខ្ញុំសប្បាយចិត្តមែនទែនដែលឃើញក្មេងៗគាត់នឹកឃើញដល់បងតាហ៊ានជាមួយនឹងបងប្អូនវិស័កដែលគាត់កំពុងតែបបាក់អរគុណអូនមែនតើពួកអូនពិតជាចិត្តល្អกระดาษ100 500 1030,000ជាងអរគុណបងប្អូនទាំងអស់គ្នាដូចជាបងប្អូនដែលបានទុកចិត្តបងខ្ញុំឥឡូវនេះខ្ញុំទទួលបាន19000ជាងហើយបងប្អូនអាចចូលរួមបានតាមមូលនិធិដែលខ្ញុំដាក់នៅក្នុង comment ណាសម្រាប់មូលនិធិរបស់ខ្ញុំគឺទិញអីវ៉ាន់សំខាន់ដូចជាទឹកសុទ្ធកន្លែងតែឆ្ងាយជ្រៅគឺយើងអាចដឹកទឹកសុទ្ធទៅដល់បានទេមានតែទិញនៅចិត្តនឹងតែម្ដងអញ្ចឹងខ្ញុំនឹងតែមូលនិធិហ្នឹងដើម្បីទិញទឹកសុទ្ធឬមួយក៏ទិញអ្វីដែលសំខាន់ដែលពួកយើងត្រូវការសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃទី2ដែលខ្ញុំបានមកទីតាំងអ៊ីតមកក៏ដូចជា La Fashion នៅក្នុងទីតាំងបឹងកក់យើងនេះផ្ទាល់ហ្មងហើយខ្ញុំឃើញថាថ្ងៃនេះគឺមានជំនួយមកច្រើនខ្លាំងមែនតើហ្មងមែនតើជំនួយឲ្យជនភៀសសឹកយើងណាសូម្បីតែកម្លាំងដែលគាត់មកជួយយើងនោះគឺច្រើនខ្លាំងមែនតើហ្មងហើយខ្ញុំនឹងប្រាប់ថាជំនួយដែលយើងត្រូវការក៏ដូចជាខ្វះខាតឥឡូវហ្នឹងមានគេខ្លះដោយសារតែបងប្អូនយើងភៀសសឹកមួយចំនួនគាត់រៀងពិបាកនៅក្នុងការចម្អិនអញ្ចឹងមហូបខ្លះដូចអ្វីដែលយើងអាចធ្វើបានអាចបំពងហើយស្រាប់នឹងដឹកជញ្ជូនដល់ឲ្យគាត់គឺពួកយើងនឹងធ្វើនៅទីតាំងនេះហើយគឺយើងដាក់បញ្ជូនទៅដល់កន្លែងដែលភៀសសឹកហ្នឹងហ្មងដោយសារតែយើងត្រូវការជំនួយដែលខ្ញុំនិយាយមុនហ្នឹងអញ្ចឹងជំនួយដែលយើងត្រូវការមានដូចជាយើងនៅខ្វះថ្នាំពេទ្យបងនិយាយទៅនៅខ្វះច្រើនទៀតតែបងប្អូនយើងអត់យកបានយកមកច្រើនហើយតែខ្ញុំសូមឲ្យពីមនុស្សឲ្យបងប្អូនដែលគាត់មានប្រភេទថ្នាំពេទ្យដូចជាថ្នាំចុករយថ្នាំសាសថ្នាំក្តៅខ្លួនថ្នាំប៉ារ៉ាសម្រាប់ក្មេងៗថ្នាំរាកថ្នាំឈឺពោះអីហ្នឹងសូមយកមកថែមទៀតតែពីហ្នឹងសូមជម្រាបជូនទៅកាន់បងប្អូនដែលគាត់បាទមានជាមួយនឹងបាទទឹកចិត្តចង់ចូលរួមជាមួយពួកយើងសូមអំពាវនាវទៅកាន់បងប្អូនដែលសារឥឡូវនេះយើងមានគ្រប់អស់ហើយបាទច្រើនដែរហើយប៉ុន្តែអ្វីដែលយើងខ្វះខាតមែនតើនោះគឺអាហារសម្រន់សម្រាប់បងប្អូនដែលជាជនភៀសសឹកគាត់មកអញ្ចឹងណាហើយជាក់ស្ដែងយើងខ្វះមែនតើអាហារសម្រន់គឺមានច្រើនបងប្អូនដូចជាត្រីងៀតបាទសាច់ក្រកសៀងបាទកតុយហេះបាទសាច់ផាត់យើងខ្វះម៉ាស៊ីនផ្លុំម៉ាស៊ីនបឺតខ្យល់បាទម៉ាស៊ីនបឺតអញ្ចឹងបងប្អូនម៉ាស៊ីនជាបានលឺជាមួយនឹងវីដេអូពួកយើងឲ្យបានឃើញទស្សនាឲ្យបងប្អូនដែលមានទឹកចិត្តចង់ចូលរួមជាមួយពួកយើងអាចធ្វើការផ្ដល់បាទជាកិត្តិយសចូលរួមជាមួយពួកយើងនៅទីតាំងអ៊ីតម៉ពីម៉ោង3រហូតដល់ម៉ោង9យប់បាទជាមួយនឹងអាហារសម្រន់ឬក៏ថ្នាំដង្កូវដែលយើងបានជម្រាបជូនទៅកាន់បងប្អូនផងដែរទៅទទួលបានព័ត៌មានពីខាងក្រុមអញ្ចឹងណាថាអ្វីដែលយើងកំពុងតែខ្វះខាតឥឡូវហ្នឹងហ្មងគឺបន្ទាត់ហ្នឹងគឺមានភួយមុងជាមួយនឹងខ្នើយអ្នកនរគ្នាអញ្ចឹងអ្វីដែលខ្ញុំប្រាប់មុនហ្នឹងគឺយើងត្រូវការចាំបាច់ហ្មងបើសិនជាណាគេដែលគាត់ចង់ជំនួយអីគាត់អាចយកមកដាក់នៅទីតាំងដែលខ្ញុំបាននិយាយមុនហ្នឹងបានហើយសម្រាប់គ្រឿងទេសដូចជាត្រីងៀតសាច់ព្រ័ក
กระตุ้ยแฮชแท็กพันไอเซมนั่นคือเนี่ยแต่ของเนี่ยเราแต่ยอมมาแบ่งเป็นแต่ไอเดี๋ยวยมนาสมมุตินั่นคือยมกับปงแต่ควักแฮดนือติดตั้งลิฟต์ตอนมองเจ้าเนี่ยแต่ของเนี่ยยมมาดักนั่นหนังแบ่งแม่วิดีโอบอกยมคือมีแต่ปันนั่งเต้ให้เอาไว้เดี๋ยวยมควักแฮดเถอะการจำบัดยมหนังแถลงนักข่มคำบันมองให้วันนี้แต่ของเนี่ยจังดังปอมมีไอเซมเนี่ยแต่ของเนี่ยไอโชว์คำบันกับโดยจะชันมาสู้ยมตัวแบ่งเนาะต้นเถอะแต่ของเนี่ยบาย việc xu này được ăn kia là đi của nhau mà tên thầy nghiệp thầy bật lạc do tại chụp ảnh thái dân chỉ trong chụp nhập on on cái sập nơi trong này mọi người được ăn kia là sao vậy muốn nó của nhau phải nhập về chân của dân quay ban cái mình tên là đi của dân hiệp trong hai gì mà ngày pi ngày ấy bạn dân từ đó trong này mọi người được ăn kia chân dân con việc hiểm hay dân quay chụp đặt phòng mùi đập bẫy chạy chụp của quần mòn hai bữa sau chỉ để được ăn kia trong đã tam của nhau ấy này các bạn ai vô tới hang thị xã bán á của nhung hiệp trong là nằng lỡ đất miên bông ôn cọt dời bắn tới khai miên tật sập miên ao rồi nghĩ ao tòng ấy nắng á của dân vô tàu bàn rồi xa lỡ nắng chôn phía sập can lan sập bên đây mà con của dân hiệp trong phơ rình kia miên là bay chụp bông ôn chôn phía sập nơi trong đan thì đầy chậm đam mà tên thấy vô tàu po về con này các bạn để chụp miên nơi cái hiệp trong miên một ác nhé hay của nhung gặp thật ca cùng làm với chập này bong ôn từ đấy ai tới hang thị xã ban chui với chập của nhung con bye bye nè là nên nhung mà tên cái lạnh quạt mua cái bong nhung mặt ban mơ mua hồi mình ý đà ri nơi khẳng chân xá flow bị tông á quạt vô tại fly down với nhau nè hay quạt hai môi một lỗ tiên nọ trong của dân cho room từng ác nè nè ác nè បងប្អូនទាំងអស់គ្នាខ្ញុំមានដំណឹងល្អមួយចង់មកប្រាប់បងប្អូនទាំងអស់គ្នានេះព័ត៌មាននៅខាងក្រោយខ្នងខ្ញុំនេះគឺជាព័ត៌មានរបស់អាឡម៉ង់ដែលទៅតែចុះផ្សាយថ្មីនេះឯងហើយចាប់ផ្ដើមបើកមុខពួកថៃបដាហើយបងប្អូនទាំងអត់កន្លងមកគ្រប់ព័ត៌មានទាំងអស់ជាពិសេសមិនថានៅអឺរ៉ុបឬក៏នៅអាល្លឺម៉ង់ទេពេលដែលគេចុះផ្សាយគេអត់ដែរហ៊ាននិយាយកាន់ជើងខ្មែរឬមួយក៏មិនទេទោះបីជាគេដឹងមិនក៏ដោយយ៉ាងច្រើនគេត្រូវតែនិយាយថានៅកណ្ដាលខ្មែរចោតថៃថៃចោតខ្មែរអីជាដើមប៉ុន្តែព័ត៌មានលើកនេះគឺចេញមកហើយព័ត៌មានអាឡឺម៉ង់នេះគាត់បានចុះផ្សាយថាតាមការមើលពីក្រទេសៈនៃសង្គ្រាមរវាងខ្មែរថៃនេះគឺខ្មែរអត់មានផលប្រយោជន៍អីពីសង្គ្រាមនឹងទេអ្នកដែលទទួលបានផលប្រយោជន៍នឹងគឺមានតែថៃទេដោយសារតែប្រធានាធិបតីថ្មីនឹងកំពុងតែចង់បានសម្លេងឆ្នោតក្នុងការបោះឆ្នោតឆាប់នេះនៅខែ12នេះដូច្នេះហើយទៅគាត់ព្យាយាមបង្កើតសង្គ្រាមព្រឹត្តិការណ៍ទាំងអស់នឹងឡើងដើម្បីតាក់ទាញយកសិលឹកឆ្នោតអញ្ចឹងបងប្អូនកណ្ដាលខ្ចប់ភ្លើងអត់ចិត្តទេការពិតគឺចាប់ដើមលេចឡើងមកបដាហើយគឺខ្ញុំសប្បាយចិត្តខ្លាំងមែនទែនពេលដែលខ្ញុំឃើញព័ត៌មានបែបនេះដើម្បីឲ្យគេដឹងថាការពិតគឺបែបណាអ្នកណាគេគឺអ្នកដែលបកកាយកុហកបំផ្លិចបំផ្លៃព័ត៌មានកន្លងមកដែលគេហ៊ាននិយាយអញ្ចឹងជាសាធារណៈគឺពិតជាល្អមែនទែនសម្រាប់ខ្មែរយើងអញ្ចឹងយើងស៊ូតទៀតប្រឹងប្រែងទាំងអស់គ្នាតទៀតជាយើងចែកម្លែកអ្វីដែលល្អបង្ហាញទៅកាន់ពិភពលោកឲ្យបានឃើញរឿងនឹងបន្តទៀត We didn't expect this to happen. Thailand attacked Cambodia again. Despite the fact that both countries just signed a peace agreement end of October under supervision of US President Donald Trump and Malaysian President Anwar Ibrahim, who both helped to facilitate these agreements. To all my dear international friends, I hope you can see this and try to understand all of this situation. Who is trying to find a new reason to fight again and again after so many months? I don't want to repeat this again, but I want you to rethink and consider who get the most benefit from all of this. Mr. President Donald Trump, thank you for having our country. I hope you can see the current situation and put more pressure on Thailand to stop this fighting anytime soon. The renewed attacks come months after Thai provocations along the border. To name just a few of those: incursions on Cambodian land, the demolition of Khmer homes, the construction of new bunkers and roads on Cambodian territory, the use of loudspeakers against villagers with disturbing gunfire sound, jet engine sounds or ghost-like howls, and even attacks on Cambodian villages with tear gas and rubber bullets. Cambodia has always remained calm and decided not to react in order to avoid further escalations and honor the ceasefire and peace agreements. Still, mid-November, Thailand announced it stopped implementing the peace agreement, so only 3 weeks after they signed it. And lastly, we also didn't forget about the 18 Cambodian soldiers that still remain in Thai captivity. Thailand didn't release them after signing the ceasefire agreement and still didn't release them after signing the peace agreement. Last but not least, what a selfish country you are, Thailand. Just for your own political power struggle, you make other people, other countries suffer. Not just your neighbor country, but also your own nation. And to my dear Cambodian people, stay strong, stay kind. We will go through this together.